បាទជំរាបសួរបងប្អូននេះMazda 3 ឆ្នាំ015គឺឡានបងគឺមានបញ្ហាលេចបាត់ហ្គេសដល់ពេលយើងចាប់នៅការទៅគឺមានបញ្ហាលេចបាត់ហ្គេសអស់បងប្អូនអញ្ចឹងបងគាត់ធ្វើការរើតាប់ឡូនិងសម្អាតប្រព័ន្ធផ្សិនជាដល់ពេលយើងឆែកទៅគឺមានបញ្ហាលេចកញ្ចែងត្រជាក់ខាងក្នុងមួយបងប្អូនឥឡូវយើងចាំមើលផ្នែកខាងក្នុងអស់គ្នានេះសុំទៅចូលមើលសិតតាមានស្លឹកឈើស្លឹកអីគឺឡានរបស់បងគឺដាក់ក្រោមដើមឈើអញ្ចឹងវាធ្លាក់ចូលតាមប្រឡោះយើងយកខ្យល់ក្នុងខ្យល់ក្រៅហ្នឹងអញ្ចឹងក៏មានបញ្ហាដែលបងប្អូនមួយចំនួនដែលតែងតែលើកឡើងថាជិះឡានទៅកាត់កន្លែងកម្រោសម្រាមឬមកក៏លូអញ្ចឹងវាស្អុយចូលបងប្អូនគឺចូលតាមប្រឡោះហ្នឹងបងប្អូនគឺចូលតាមប្រឡោះហ្នឹងនេះសម្រាប់កញ្ចែងរបស់គាត់ចាំមើលយើងបុកខ្យល់មើលហើយនេះយើងសម្រាប់បិទកុំឲ្យមានបញ្ហាទាំងផ្លិនចូលបងប្អូននេះសម្រាប់កញ្ចែងគាត់ធ្លាយ12កន្លែងបងប្អូនអញ្ចឹងគាត់ធ្វើការផ្លាស់ប្ដូរកញ្ចែងថ្មីសម្រាប់ Mazda 3ឆ្នាំ015គឺរៀបចំរួចរាល់ហើយកម្រិតត្រជាក់បាន 5.5